ប៉ុន្មានថ្ងៃនេះលោកឈឺហើយរេចទីយាបតែម៉ាន់ប៉ុន្មានថ្ងៃនេះខ្ញុំនឹងកំដរលោកដើរកំសាន្តនៅណានទូឲ្យបានល្អលោកចង់ទៅណាក៏បានចង់សម្រាកក៏សម្រាកត្រកូលសិនបង្កើតឡើងដោយភាពស្មោះត្រង់ពេលនេះខ្ញុំមិនមែនជារបស់សិនអានជាទៀតទេនៅកាំងឈឹងគឺជារបស់បុរាណថ្ងៃមុខចូលនៅឲ្យឆ្ងាយពីប្រុសផ្សេងមិនមែនទេលោកប្រកែកមិនព្រមចាក់ចេញអីបន្តិចសោះមនុស្សបុរាណពួកលោកថាប់គ្នាបែបបើកចំហអញ្ចឹងថ្ងៃនេះរីករាយនឹងផ្កានឹងព្រះច័ន្ទថ្ងៃមុខឈ្មោះសំខាន់ជាងជីវិតត្រូវរួមសុខទុក្ខនៅណានទូថាប់បន្តិចសោះមិនខាតសាច់ឈាមអីទេដឹងមិននឹកស្មានថារេចទីយាបតែយន់លួងលោមស្រួលយ៉ាងនេះសោះម្ចាស់កត្រីយប់មិញសិនអានជាប្រើឈ្មោះម្ចាស់កត្រីលួចចូលភូមិគ្រឹះរេចទីយាបឬថារេចទីយាបខឹងខ្លាំងឲ្យគេប្រកូលខ្លួនមកឲ្យអ្នកបម្រើកាត់ទោសពេលនេះត្រូវគេវាយនឹងឃុំឃាំងក្នុងរោងអស់ហើយលោកមានផែនការរៀបចំបែបណាមិនខ្លាចមនុស្សអាក្រក់ប្រើល្បិចទេខ្លាចតែមនុស្សល្ងងចេះកែច្នៃស្រីម្នាក់មិនគ្រប់គ្រាន់នៅហ៊ានទៅប្រឡំរេចទីយាបទៀតនាងហ៊ានធ្វើដល់ថ្នាក់នេះកុំបន្ទោសខ្ញុំថាមិនយោគយល់ឲ្យសោះខ្ញុំមកផ្ដាច់ទំនាក់ទំនងចិនឥឡូវនាងជាភរិយារបស់រាទីយាបរឿងផ្ដាច់ទំនាក់ទំនងនិយាយផ្ដាច់គឺផ្ដាច់បានភ្លាមឬខ្ញុំមកដើម្បីប្រាប់អ្នកមិនមែនមកពិភាក្សាជាមួយអ្នកទេបើមនុស្សខាងក្រៅដឹងថាក្តីស្រឡាញ់របស់អ្នកចំពោះម្ចាស់កត្រីធំគឺជាការសម្ដែងការស្រឡាញ់ចំពោះខ្ញុំគឺជាការក្លែងបន្លំការកាន់ជើងកូនស្រីចិញ្ចឹមគឺដោយសារនាងជាកូនកាត់រវាងអ្នកនិងនាងលីអាយ៉ករូបភាពឪពុកដ៏ល្អដែលខំបង្កើតមកជាច្រើនឆ្នាំរលាយបាត់អស់ហើយនាងនិយាយផ្ដេសផ្ដាសអីនេះជាការបង្កាច់បង្ខូចសិនអានជាជន់ក្បាលខ្ញុំម្ដងហើយម្ដងទៀតរៀបចំល្បិចលើម្ចាស់កត្រីរៀបការឥឡូវនៅហ៊ានមានគំនិតអាក្រក់លើរីទីយាបតែយន់ទៀតបើអ្នកចង់រក្សាមុខមាត់និងតំណែងឲ្យត្រកូលសិនរួមសុខទុក្ខជាមួយអ្នកក៏បន្តរក្សានាងទុកទៅនាងនេះហ៊ានគំរាមខ្ញុំផងអូយខ្ញុំណាហ៊ានទៅខ្ញុំគ្រាន់តែគិតគូរដល់ត្រកូលសិនប៉ុណ្ណោះមើលទៅថ្ងៃដែលនៅសល់មានមិនច្រើនទេខ្ញុំចិត្តត្រូវរៀបការចេញទៅហើយអ្នកថាដល់ពេលនោះទុកអ្នកបង្កកំហុសនៅត្រកូលសិនតំណែងរដ្ឋមន្ត្រីដែលខំឡើងបានយ៉ាងលំបាកប្រហែលជារក្សាសុំមិនបានទេដឹងអ្នកសរសេរឬមិនសរសេរបើអ្នកស្ដាយសិនអានជាអាចសរសេរលិខិតផ្ដាច់ទំនាក់ទំនងជាមួយខ្ញុំបានរាប់ថាខ្ញុំត្រូវបានត្រកូលសិនបោះបង់ចោលមិនអន់ទេលោកមន្ត្រីមនុស្សឆ្លាតតែងតែដឹងកាលៈទេសៈរោគមនុស្សចម្លង100ច្បាប់ដើរបិទពេញក្រុងណានទូផ្ដោតសំខាន់លើបរិវេណជិតភូមិគ្រឹះចុងយងហូរួចទៅអញ្ជើញអ្នកកាត់សក់ជ្រើសរើសថ្ងៃល្អដើម្បីផ្ដាច់ទំនាក់ទំនងជាផ្លូវការលោកម្ចាស់សូមកុំធ្វើបាបខ្ញុំអីឲ្យតែលោកជួយខ្ញុំសម្លាប់សិនអានរ៉ូលោកឲ្យខ្ញុំធ្វើអីក៏បានដែររេចទីយាបតែយន់បានចេញបញ្ជាសម្លាប់ម្ចាស់កត្រីហាងអ៊ីដាមឡើយត្រូវតែស្លាប់គឺមកពីនាងរឿងតូចតាចប៉ុណ្ណេះធ្វើមិនបានសម្រេចទុកនាងមានប្រយោជន៍អីអត់ទេខ្ញុំមានប្រយោជន៍ខ្ញុំពិតជាមានប្រយោជន៍មែនរបស់នេះគឺជារបស់រេចទីយាបតែយន់ជូនជាកាដូស្នេហ៍មកឲ្យខ្ញុំទ្រង់គ្រាន់តែតាក់ទិននឹងអត្តសញ្ញាណម្ចាស់កត្រីរបស់សិនអានរ៉ូទើបមិនហ៊ានស្និទ្ធស្នាលខ្ញុំបើកចំក្នុងព្រះតីទ្រង់គឺមានខ្ញុំពិតជាម្ចាស់កត្រីតែយន់មែនរេចទីយាបត្រូវថ្នាំពោលធ្ងន់ធ្ងរតាមផែនការយប់មិញពោលរើឡើងគួរតែរងរបួសធ្ងន់ប៉ុន្តែថ្ងៃនេះទ្រង់ដូចជាមិនអីសោះយប់មិញនាងមានឃើញអ្វីប្លែកទេនិយាយមកមើលគឺទ្រង់បាននិយាយថាប៉ះពាល់ស្និទ្ធស្នាលប៉ះពាល់ឬមួយម្ចាស់កត្រីអង្គនោះជាស្រីម្នាក់នោះមែន
សូមចុច follow ម្នាក់មួយដើម្បីឲ្យ admin មានកម្លាំងចិត្តផុសវីដេអូថ្មីៗបន្តទៀត